សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូចែករំលែកពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់កម្មវិធី All Data ដើម្បីស្វែងរកជើងនៃ ECU អញ្ចឹងពេលដែលយើងបើកកម្មវិធីនេះមកយើងនឹងឃើញផ្ទាំងបែបនេះអញ្ចឹងយើងជ្រើសយក Diagnostic and Repair អញ្ចឹងយើងជ្រើសទៅលើឆ្នាំអញ្ចឹងឧទាហរណ៍ថាទៅលើឆ្នាំ2009ខ្ញុំឧទាហរណ៍ទៅលើ Toyota Prius ចុះតោះមកយើងចុច OK អូខេមកដល់នេះវាមានច្រើនអញ្ចឹងដើម្បីស្វែងរកទៅចំចំណុចរបស់វាតែម្ដងយើងចូលមក Powertrain Management នេះមកអូខេបន្ទាប់មកយើងជ្រើសយក Computer and Control System បន្ទាប់មកយើងជ្រើសយកពាក្យ Engine Control Module នេះមកបន្ទាប់មកយើងស្វែងរកយកលើ Pin out នេះអូខេអញ្ចឹងវានឹងបង្ហាញអំពី connector ជើងនីមួយៗនៃ ECU របស់យើងហើយអញ្ចឹងនៅសម្រាប់ Toyota Prius ឆ្នាំ2009នេះគឺវាមានដូចចំនួន4គឺមាន E4 E5 E6 និង E7 អញ្ចឹងនៅក្នុងនេះវាបានរៀបរាប់ជើងណាជាអ្វីជើងណាជាអ្វីយើងអាចចូលមកមើលនៅក្នុងនេះបានអូខេអរគុណថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេ